កាលនោះមានក្មេងប្រុសម្នាក់នៅស្រុកមួយអ្នកស្រុកគេហៅថាអាចោចិត្តជាលុះក្មេងនោះចម្រើនធំឡើងឪពុកស្លាប់ទៅនៅតែម្ដាយចៅនោះមិនគិតធ្វើការរកស៊ីអ្វីសោះតែវេលាយប់កាលណាដើររកលួចទ្រព្យសម្បត្តិអ្នកស្រុកទាំងពួងមាតាទូនមានប្រដៅដូចម្ដេចក៏មិនព្រមធ្វើតាមទើបមាតាយកទៅឲ្យនៅវត្តរៀនអក្សរចៅនោះក៏មិនខំរៀនសូត្រឡើយប្រព្រឹត្តតែដើរលួចទ្រព្យគេយកមកចិញ្ចឹមមាតានិងអាត្មាគ្រូរំលឹកប្រដៅដូចម្ដេចម្ដាក៏មិនព្រមស្ដាប់ថ្ងៃមួយស្ដេចក្នុងនគរនោះទ្រង់ចេញប្រថាប់ចុងព្រះរាជរងឲ្យសេនាបតីមាស10000សព្វមុខមន្ត្រីចូលគាល់ទ្រង់មានព្រះរាជអង្ការថាមានខេត្តមួយនៅទំនេរពុំទាន់មានឈ្មោះណាទៅឈររក្សាបើអ្នកណាយកប្រាក់40កហាបណៈមកដាក់ឃ្លាំងយើងនឹងឲ្យទៅឈរជាចៅវាយស្រុកក្នុងខេត្តនោះត្រាស់ហើយស្ដេចយាងចូលព្រះបរមរាជវាំងវិញគ្រានោះមន្ត្រីតូចម្នាក់វិលមកផ្ទះដេកកើតទុកចង់ធ្វើចៅវាយស្រុកពុនពេកលុះដល់វេលាយប់ចូលដំណេកនិយាយនឹងភរិយាថានាងឲ្យឥឡូវនេះដេកមានព្រះរាជអង្ការថាបើឈ្មោះណាមានប្រាក់40កហាបណៈថ្វាយព្រះអង្គដាក់ឃ្លាំងទ្រង់នឹងឲ្យធ្វើចៅវាយស្រុកនៅរក្សាស្រុកក្នុងខេត្តមួយដែលនៅទំនេរភរិយាឆ្លើយថាអ្នកឲ្យចិត្តខ្ញុំចង់ឲ្យអ្នកធ្វើចៅវាយស្រុកណាស់តែសពថ្ងៃយើងក្រលំបាកតោកយ៉ាក់ពេកនឹងរកប្រាក់ថ្វាយស្ដេចពុំបានទេនិយាយហើយបនទេវតាថាសូមទេវតាជួយខ្ញុំឲ្យបានប្រាក់40កហាបណៈថ្វាយស្ដេចខ្ញុំនឹងបានធ្វើជាចៅវាយស្រុកគ្រានេះ